អាយុដំថោចេថាទទួលជួបសម្ដែងការគូសំនិងពិភាក្សាការងារជាមួយគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោក WFP ប្រចាំប្រទេសកម្ពុជានាព្រឹកថ្ងៃទី15ខែមករាឆ្នាំ2026នេះនៅទីស្តីការក្រសួងអាយុដំថោចេថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងអូតូនិយមបានអនុញ្ញាតឲ្យលោកស្រីផាកយ៉ុងណាននាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជាដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូនិងស្វែងរកឱកាសសហការបន្ថែមក្នុងកិច្ចជំនួបអាយុដំរដ្ឋមន្ត្រីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោកនិងបានថ្លែងនូវការអបអរសាទរចំពោះលោកស្រីផាកយ៉ុងណានដែលត្រូវបានតែងតាំងជានាយិកាកម្មវិធីស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជាព្រមទាំងបានវិយតម្លៃខ្ពស់ចំពោះកម្មវិធីស្បៀងអាហារពិភពលោកដែលតែងតែគាំទ្រយ៉ាងសកម្មនៅគំនិតផ្ដួចផ្ដើមក្នុងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយធម្មជាតិការការពារសង្គមនិងការពង្រឹងអាហារូបត្ថម្ភដែលធន់ទៅនឹងអាកាសធាតុក្នុងតំបន់ជាពិសេសការគាំទ្រនិងការរួមចំណែកជាបន្តបន្ទាប់ចំពោះការអភិវឌ្ឍនិងការងារមនុស្សធម៌នៅប្រទេសកម្ពុជាអាយុដំរដ្ឋមន្ត្រីបានជម្រាបជូនគណៈប្រតិភូកម្មវិធីស្បៀងអាហារពិភពលោកពីអត្ថិភាពសំខាន់ៗរបស់ក្រសួងធនធានទឹកនិងអូតូនិយមក្នុងការធានាសន្តិសុខទឹកតាមរយៈការសាងសង់ការស្ដារឡើងវិញនិងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រពេញលេញការពង្រឹងសេវាជលសាស្ត្រនិងអូតូនិយមការអភិវឌ្ឍនិងការធ្វើទំនើបកម្មក្របខ័ណ្ឌនិងគោលនយោបាយការលើកកម្ពស់សមត្ថភាពស្ថាប័ននិងធនធានមនុស្សនិងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍនិងស្ថាប័ននានាអាយុដំរដ្ឋមន្ត្រីក៏បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តពង្រឹងនិងពង្រីកកិច្ចសហការជាមួយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិលើវិស័យធនធានទឹកនិងអូតូនិយមសូមបញ្ជាក់ថាកម្មវិធីស្បៀងអាហារពិភពលោកបាននឹងកំពុងធ្វើការជាមួយក្រសួងធនធានទឹកនិងអូតូនិយមទាក់ទងទៅនឹងការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេសក្រសួងលើការវិភាគហានិភ័យអាកាសធាតុកិច្ចសហការលើការចែករំលែកទិន្នន័យជលសាស្ត្រនិងអូតូនិយមការធ្វើសមារណកម្មទិន្នន័យគ្រោះថ្នាក់ភាពងាយរងគ្រោះនិងសន្តិសុខស្បៀងរួមទាំងការចែករំលែកទិន្នន័យផ្កាយរណបនិងទិន្នន័យពីចម្ងាយសម្រាប់រៀបចំផែនការនិងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ការប្រកាសអាសន្នជាមុនសម្រាប់អ្នកទាំងអស់គ្នា